សួស្តីអ្នកនរគ្នានេះខ្ញុំចង់ណែនាំវិធីសាស្ត្រមួយសម្រាប់អ្នកដែលចាប់អារម្មណ៍ទៅលើវិស័យ trading ប៉ុន្តែអត់មានពេលវេលាហើយអត់មានដើមទុនច្រើនសម្រាប់នៅការចាប់ផ្ដើមប៉ុន្តែចង់សិក្សាស្វែងយល់ហើយចង់រកលុយឬក៏ធ្វើការវិនិយោគនៅក្នុងវិស័យហ្នឹងអញ្ចឹងដូចនេះគឺplatform copy trading ណាអញ្ចឹងបានថាយើងអត់មានពេលវេលា trade ហើយយើងចង់វិនិយោគយើងអាចភ្ជាប់គណនីយើងជាមួយនឹងគណនីមេគេដែលគេជា professional ឬក៏ trader អាជីពដែលគេអាច trade រកប្រាក់ចំណេញបានយើងមើលទៅថាយើងពេញចិត្ត trader មួយណាយើង copy មួយហ្នឹងទៅចាអញ្ចឹងគេមាន load ឲ្យយើងលេខ1លេខ2លេខ3ហ្នឹងទៅហើយយើងអាចចាប់ផ្ដើមពី$10ទៅបានចាអញ្ចឹងដូចជាក់ស្ដែងខ្ញុំ copy អានេះខ្ញុំ copy កំពុង copy អានេះកន្លែងខ្ញុំផ្ដាច់ចាអញ្ចឹងបើសិនជាគេខាតយើងខាតគេចំណេញយើងចំណេញចាអានេះខ្ញុំ copy $10ចំណេញបាន67%ណា copy ចាប់ពីខែ12ថ្ងៃទី11រហូតដល់ថ្ងៃទី30ខែ1 30មករាអញ្ចឹងចំណេញបានប៉ុណ្ណឹងអញ្ចឹងយើងដកទៅហើយគេមាន fee គេឈ្នួលសម្រាប់គេ trade ដូច master នេះគាត់អត់យកឈ្នួលទេតែ master ខ្លះភាគច្រើនគាត់យក30%ដូចប៉ុន្តែក៏មានអ្នកខ្លះខាតដែរអ្នកខ្លះខាតប៉ុន្តែម្នាក់នេះចំណេញច្រើននេះខ្ញុំ copy ថ្ងៃទី9ខែ11រហូតដល់ថ្ងៃទី22ខែ1អញ្ចឹងចំណេញបាន copy $10ចំណេញ346%អញ្ចឹងលុយខ្ញុំឡើង 34.68 ហើយនេះ free គេទូទាត់ទៅគេយកប្រហែលអានេះគ្រាន់តែ free ឡើង9រៀលជាងនេះគ្រាន់តែ free ស្មើលុយដើមខ្ញុំបាត់ហើយអញ្ចឹងយើងអាចវិនិយោគពីទូចទៅបានហើយបើសិនយើងចង់រៀន trade ឬក៏រៀនអីអាចចូលទៅក្នុង community ក៏បានដែរខ្ញុំ recommend ឲ្យបើសិនជាយើងចង់ trade តើយើងរៀនឲ្យចេះឲ្យយល់ពីទីផ្សារសិនទើបយើងអាច trade ទៅវាអត់សូវហានិភ័យហើយផ្ដាំមួយទៀតគឺកុំយកលុយដែលវាប៉ះពាល់ចំពោះជីវភាពយើងយកមក trade បើសិនជាលុយប៉ះពាល់គឺ90% គឺ trade អត់ចំណេញទេឃើញគេ trade ចំណេញច្រើនយកខ្ចីលុយនេះគេយកមក copy ឬក៏យកមកអីអាហ្នឹងហានិភ័យខ្ពស់ព្រោះវាអាចចំណេញច្រើនហើយក៏វាអាចខាតទៅដែរព្រោះអាហ្នឹងវាតាក់ទងជាមួយនឹងអារម្មណ៍អីច្រើនណាអញ្ចឹងខ្ញុំសូមលើកឡើងតែប៉ុណ្្នឹងទេនៅក្នុងការ copy trading ហើយមិនមែនមានតែមួយទេគឺមានច្រើនទៀតយើងអាចចាប់ចង់ copy សាកល្បងពី$1ទៅក៏បានដែរអញ្ចឹង